រម្មណ៍បងពេលនេះឈឺចាប់បែងដូងបងពេលនេះឯកាចង់ប្រាប់មាសនួនឲ្យយល់ពីចិនដាតែមិនអាចវិចារចេញពីចិត្តរឿងរ៉ាវខ្លាំងលាក់ទុកក្នុងចិត្តចង់សារភាពប្រាប់ស្រមិនថាបងឈឺចាប់តើគួរនិយាយយ៉ាងណាមិនហ៊ានស្ដីមិនហ៊ានសារសັບបានត្រឹមឈឺចាប់ពួនតូចចិត្ត